វត្តចំពោះរុក្ខាវនារាមហៅវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់ឃុំព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងថ្ងៃនេះខ្ញុំគណៈអាត្មាបង្ហាញអំពីសមិទ្ធផលថ្មីសម្រាប់ញោមញាតិប្រុសស្រីដែលធ្លាប់ចូលរួមកសាងជាមួយនឹងខ្ញុំគណៈអាត្មាតាមរយៈ Channel YouTube និងបណ្ដាញសង្គម Facebook ដែរគឺឥឡូវនេះគឺសមិទ្ធផលថ្មីនេះអាត្មាជឿសម្ភារៈគេមានគ្រោះថ្មខ្សាច់3ឡានធំញោមញាតិណាបងដើម្បីចាក់សាបផ្លូវចិត្តស្ទឹងបងនេះចិត្តមាត់ស្ទឹងនេះណាញោមញាតិណាបងកាលពីចូលឆ្នាំនោះអាត្មាចាក់ផ្លូវនឹងដើមពូបងដល់ឥឡូវអាត្មាបត់មកនេះហើយញោមស្ទឹងនេះគឺណាតាំងពីដើមញោមញាតិដែលធ្លាប់ស្គាល់ធ្លាប់រស់នៅស្រុកកំណើតស្គាល់ហើយញោមញាតិនឹងបានទស្សនាមកតាមដ្រូនដែលខ្ញុំគណៈអាត្មាថតណាអូតិចដើម្បីញោមណាបងញោមញាតិប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសដែលមានសទ្ធាជ្រះថ្លាស្រឡាញ់គោរពព្រះពុទ្ធសាសនាមានសទ្ធាចង់ចូលរួមចាប់មគ្គផលកុសលផលបុណ្យកសាងទីសេនាសនៈជាផ្លូវបានបុណ្យទាំងយប់ទាំងថ្ងៃសម្រាប់ស៊ីម៉ង់20ក្រុង 20B គឺតម្លៃណាទីផ្សារ$85បងណា$85យ៉ាងញោមញាតិប្រុសស្រីទៀតណាបងសង្ឃឹមថាតាមវីដេអូនេះគឺខ្ញុំគណៈអាត្មាបញ្ចេញបង្ហាញចម្រើនពរជម្រាបអំពីស៊ីម៉ង់បងបើគ្រោះខ្សាច់ថ្មហ្នឹងសិតតែ1ឡានធំញោមញាតិណាធំឯថ្លៃហ្នឹងក្នុង1ឡាន$400ណាបងមកជឿជាវគេមក3ឡានបងចឹងចម្រើនពរណាញោមទស្សនាមើលតាមដ្រូនអាត្មាថតគឺអានេះកន្លែងនេះចិត្តស្ពានយល់ញោមបាទពុតចិត្តស្ពានយល់តាមคลิปវីដេអូនេះមួយហើយចាំអាត្មាបញ្ចូលទេសភាពបន្តទៅទៀតហើយសម្រាប់ញោមស្គាល់ស្ពានយល់និស័យបងកន្លែងនេះបងទឹកដីវត្តព្រៃខ្ពស់ញោមញាតនៅចិត្តនៅឆ្ងាយបងឥឡូវចិត្តដាច់ខែ10នេះហើយបងចិត្តដាច់ខែ10ហើយអញ្ចឹងញោមប្រុសស្រីទៀតណាចូលឆ្នាំថ្មីខែថ្មីបាទសូមឲ្យមានសេរីសុខស្ដីសម្រាប់ញោមញាតិអ្នកលក់អ្នកដូរនៅទីផ្សារប្រកបលក់ផលិតផលแล้วក៏សូមឲ្យហេងញោមណាបាទស្គាល់ខ្ញុំគណៈអាត្មាធ្លាប់ធ្វើទៀនផ្សាយទៀនចាប់មគ្គផលជូនបុណ្យនិងកុសលដល់ញោមញាតិប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសទាំងអស់ដែលបាទសូមឲ្យជួបប្រសពតែពុទ្ធពរព្រះ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យព្រះនិព្វានញោមញាតិប្រាថ្នានៅសម្បត្តិណាក៏សូមឲ្យបានសម្រេចដូចបំណងប៉ងប្រាថ្នាដែលនេះរោងគឺថ្មបានប្រក់ហើយញោមញាតិណាប្រក់ណាអ៊ីស្លាឆាន់រោងបន្តបានឆ្នាំនេះកឋិនចុះមកហូបបាយពិសាបាយខាងក្រោមបានខំរោងនេះបងគេថាធំហើយញោមកាទីការ៉េធំបណ្ដោយ33ម៉ែត្របងមួយខ្នងធំតែគូសំដែរបងរោងតតានៃចាក់សាបកន្តរោងនេះអាត្មាចំណាយអស់ជាង10តោនសំម៉ងបងតែសង្ឃឹមថាញោមញាតិប្រុសស្រីទេណាបងដែលបានទស្សនាឃើញតាមคลิปនេះចូលរួមបងញោមដែលមិនទាន់ចូលរួមថ្ងៃនេះស្អែកគឺញោមអាចទេប្រាប់បានដាច់ខែឬមួយអាទិត្យអីញោមញាតិអាចទេប្រាប់បានណាបងជ្រះថ្លាចូលរួមចាប់មគ្គផលស៊ីម៉ង1តោនឬក៏2តោនតាំងកម្លាំងសទ្ធាដល់បងតាមដងផ្លូវមិញបងពេលដល់ផ្លូវទៅត្បូងពីដំបងមូលទៅត្បូងនោះថ្មចាក់រួចហើយនឹងបត់ទៅដល់កុដបងបត់ទៅដល់កុដ2ជាន់បង
គាត់ពីជាប់នេះផ្លូវថ្មីទៅត្បូងធំញញឹមមើលទៅពីលើដ្រូនហើយថាបង្ហោះ40 ម៉ែត្រកម្ពស់40 ម៉ែត្រហ្នឹងគឺមើលទៅឃើញធំណាណាផ្លូវទៅគាត់នោះគឺទូចល្មមសំគួរបាទសាលារៀនខាងត្បូងគាត់ពីជាន់បាទហ្នឹងហើយសាលារៀនប៉ុណ្ណាបាទចម្រើនពរញោមញាតប្រុសស្រីទាំងបាទនេះផ្លូវទៅកើតព្រះវិហារក្រាលឥតកាកូឡារួចអស់ហើយបាទឆ្នាំទៅในឆ្នាំនេះអាត្មារឹង design ឬក៏បង្ហាញម៉ូដចាក់ផ្លូវថ្មីគឺតាមដងស្ទឹងបាទណាមើលផ្លូវនេះឃើញទេញោមខ្សាច់នៅខ្សាច់មើលពីលើញោមឃើញខ្សាច់មកបដុកហ្នឹងមិនតិចទេណា27គីបបើគិតជាតោនវា30តោនទាំងឡានបាទ27គីបញោមមកទស្សនាឃើញបងចូលរួមញោមណាបងចូលរួមណាកុំណាច្រឡោះចោលញោមណាបងទស្សនាឲ្យលើសំឡេងខ្ញុំគណៈអាត្មាជ្រះថ្លាចាប់មគ្គផលទោះបី10000 រៀល 1200 តាមកម្លាំងសទ្ធាញោមបងតាមកម្លាំងសទ្ធាជ្រះថ្លាទៀតបងពេលនេះញោមមើលពីលើទៅឃើញផ្លូវទៅជាចាក់តកូនកែងញោមទៅជាត្រីកោនណាបងណារៀងតាមបត់តាមស្ទឹងវាដូចជារៀងត្រីកោនបាទណាញោមចង់ចូលត្រីកោននេះណាបើយើងបត់ជួបគ្នាបានទៅត្រីកោននេះវាជ្រុងកន្លែងខាងលិចបន្តិចណាញោមបងជ្រុងខាងលិចបន្តិចអញ្ចឹងវាប្រហែលតែចិត្តត្រីកោនជ្រុង3ហ្នឹងហើយឃើញមាត់ស្ទឹងនេះញោមបាទបង្ហោះបង្ហាញពីលើបងទីអាត្មាទាញបង្ហោះដ្រូនទាញចុះមកក្រោមបងចម្រើនពរញោមញាតទាំងក្នុងនិងក្រៅប្រទេសដែលធ្លាប់ស្គាល់ហើយនឹងធ្លាប់ឃើញនឹងធ្លាប់កសាងហើយនឹងធ្លាប់រស់នៅទឹកដីវត្តព្រៃខ្ពស់នេះកាលចំណន់79ញោមញាតធ្លាប់មករស់នៅពី79កិច្ចអំពីសម័យសង្គ្រាមនឹងញោមស្គាល់ហើយញោមញាតណាបងស្គាល់ដឹងថាព្រៃខ្ពស់ពី40ឆ្នាំមុន49ឆ្នាំមុននោះគឺយ៉ាងណាឥឡូវនេះយ៉ាងណីបងតនញោមញាតណានៅរស់រៀនមានជីវិតឆ្លៀតមកលេងក៏បានមកមិនបានមកលេងទេក៏ញោមញាតចូលរួមចាប់មគ្គផលនឹកឃើញគុណណាញោមញាតបងនឹកឃើញគុណព្រោះបាយមួយវែកសណ្ដែកមួយគូដេកមួយយប់ក៏ផុតគ្រោះផុតកាយផុតកម្មភ័យគឺទឹកដីវត្តព្រៃខ្ពស់ហ្នឹងទៅញោមនឹកឃើញគុណទៅផងហើយបានបុណ្យដល់កុសលហើយកូនក្មួយកូនចៅណានៅរៀននៅសូត្រអីក៏នៅមានប្រាក់ម៉ោងថវិកាបន្តិចបន្តួចក៏ចូលរួមតាមកម្លាំងសទ្ធាបានណាបងហ្នឹងហើយចាប់មគ្គផលជាទីសេនាសនៈទានបងបានបុណ្យទៅទីសេនាសនៈទានជាស្ពានចម្លងឆ្លងដល់ត្រើយទៀតចាប់មគ្គផលកសាងបុណ្យនៅកុសលទាំងអស់គ្នាទៀតនេះគ្រោះនេះបងឃើញញោមឃើញណាឡានធំបងសូមប្រគេនពរជូនពរជូនបុណ្យញោមញាតទាំងអស់ទៀតណាបងសូមឲ្យមានសេចក្តីសុខចម្រើនសុខសប្បាយតកូនតចៅគ្រប់គ្នាគ្រប់រូបទៀត